Assalamualaikum warahmatullahi បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកលើកយកនៅចំណេះដឹងមួយដែលសំខាន់ដែលមានប្រយោជន៍ទៅដល់អ្នកដែលគាត់ចូលចិត្តរៀនសូត្រនៅអល់កុរអានឬក៏បងប្អូនដែលគាត់ហាហ្វីសអល់កុរអានឬក៏កំពុងហាហ្វីសអល់កុរអានដែលចំណេះដឹងនេះគឺមានប្រយោជន៍សម្រាប់ពួកគាត់ក្នុងការទន្ទិញអល់កុរអានឬក៏អ្នកណាដែលគាត់មានចំណាប់អារម្មណ៍លើការសូត្រអល់កុរអានពេលដែលគាត់មានចំណេះដឹងនេះហើយគាត់អាចនឹងមានការចងចាំនៅពាក្យនីមួយៗឬក៏អាយ៉ាតនីមួយៗនៃអល់កុរអានបានលឿនជាងមុនពីព្រោះថាការដែលយើងរៀនសូត្រនៅគម្ពីរអល់កុរអាននៅជាតួអក្សរពេលខ្លះហាក់បីដូចជាយើងមានការយឺតយ៉ាវបន្តិចទៅលើការចងចាំពាក្យនីមួយៗឬក៏ឃ្លានីមួយៗនៃអាយ៉ាតនៃអល់កុរអានដូច្នេះការលើកយកមកនេះគឺមានប្រយោជន៍ជាកន្លឹះមួយជួយបង្កើននៅការចងចាំឲ្យបានលឿនជាងមុនឬក៏ជាចំណាប់អារម្មណ៍មួយដល់បងប្អូនដែលគាត់សិក្សាអំពីចំណេះដឹងអល់កុរអានដែលខ្ញុំនឹងលើកយកមកនេះគឺឧទាហរណ៍ទៅលើការសិក្សាមួយដែលជាប្រព័ន្ធអារ៉ាប់សម័យដើមដែលប្រព័ន្ធនោះគាត់ឲ្យតម្លៃនៃតួអក្សរនីមួយៗជាអក្សរអារ៉ាប់ហ្នឹងគឺជាលេខហើយការផ្ដល់ជាតួលេខនេះគឺនៅពេលដែលយើងបានរៀនពាក្យនីមួយៗនៅក្នុងអល់កុរអានហើយឃើញជាតួលេខបានន័យថាដូចជាសញ្ញាមួយឬក៏ជាអ្វីមួយដែលសម្គាល់ឲ្យពាក្យនោះធ្វើឲ្យយើងងាយចងចាំជាងមុនដោយឡែកការដែលឲ្យជាតួលេខនេះគឺមនុស្សយើងម្នាក់អ្នកខ្លះគាត់មានការចំណាំលឿននៅពេលដែលគាត់មានឃើញតួលេខណាមួយវាងាយស្រួលសម្រាប់គាត់ដូច្នេះដើម្បីកុំឲ្យយូរខ្ញុំលើកឧទាហរណ៍ពីរអាយ៉ាត់នៅក្នុងសូរ៉ាយូសុសដែលអាយ៉ាត់ទី1នោះគឺអោហ្ស៊ុប៊ីឡាមីនឆៃតានីរ៉ាជីមអាលីហ្វឡាមរ៉3អក្សរនេះជាអាយ៉ាត់ទី1ហើយអាយ៉ាត់ទី2គឺទីលកាអាយ៉ាតុលគីតាប៊ីលមូប៊ីនដែលនៅក្នុងអាយ៉ាត់ទី2នេះគឺយើងមាន4ពាក្យនៅក្នុងហ្នឹងអញ្ចឹងពាក្យនីមួយៗនៅក្នុងអាយ៉ាត់ទី1ហើយនិងអាយ៉ាត់ទី2ដោយអាយ៉ាត់ទី1គឺមានតែហូរ៉ូសទេគឺអាលីហ្វឡាមរ៉ហើយអាយ៉ាត់ទី2គឺមាន4ពាក្យអញ្ចឹងខ្ញុំនឹងឧទាហរណ៍ខ្ញុំបំបែកនៅអាយ៉ាត់ទី2គឺក្នុងអាយ៉ាត់ទី2មាន4ពាក្យអញ្ចឹងយើងនឹងយកពាក្យនីមួយៗយកមកគិតជាតម្លៃជាចំនួនលេខតើស្មើនឹងចំនួនប្រមាណហើយតើបងប្អូនមានចំណាប់អារម្មណ៍ឬក៏ប្លែកអារម្មណ៍យ៉ាងណាពេលដែលឃើញពាក្យនីមួយៗស្មើជាចំនួនលេខតើងាយស្រួលចំណាំជាងមុនហើយសប្បាយនៅក្នុងការរៀនងាយចងចាំនៅពាក្យនីមួយៗនឹងដែរទេបើសិនបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនដែលគាត់ហាហ្វីសឬក៏បងប្អូនគិតថាមានបងប្អូនណាដែលគាត់កំពុងសិក្សាចំណេះដឹងអ៊ីស្លាមតាក់ទងជាមួយនឹងកូរ៉ានអាច share វីដេអូនេះទៅឲ្យគាត់បានឃើញបានរៀនអាចជាកន្លឹះមួយជំរុញឲ្យពួកគាត់ចូលចិត្តរៀននៅចំណេះដឹងកូរ៉ានហើយជាកន្លឹះមួយធ្វើឲ្យគាត់ងាយចងចាំនៅពាក្យឬក៏អាយ៉ាត់នៅក្នុងអល់កុរអានដូច្នេះដើម្បីកុំឲ្យយូរខ្ញុំលើកយកនៅអាយ៉ាត់ទី1ដែលមានអក្សរអាលីហ្វឡាមរអញ្ចឹងនៅក្នុងអាយ៉ាត់ទី1នេះអាលីហ្វគឺតម្លៃនៃចំនួនលេខហ្នឹងគឺស្មើនឹង1ហើយឡាមតម្លៃនៃចំនួនលេខគឺស្មើនឹង30រស្មើនឹង200អញ្ចឹងក្នុងអាយ៉ាត់ទី1នេះអាលីហ្វឡាមរនេះគឺស្មើនឹង1បូក30បូកនឹង200គឺស្មើនឹង231អញ្ចឹងពេលដែលបងប្អូនឃើញលេខហ្នឹងតើបងប្អូនភ្ញាក់អារម្មណ៍ឬក៏ surprise យ៉ាងម៉េចដែរអត់ទេគឺពេលដែលឃើញមានលេខ2លេខ3លេខ1ដូចនេះហើយជាតំណាងឬក៏ជាតម្លៃសម្គាល់មួយឲ្យយើងងាយស្រួលហើយចូលដល់អាយ៉ាត់ទី2បន្ទាប់គឺខ្ញុំបំបែកមកជា4ពាក្យគឺនៅក្នុងអាយ៉ាត់ទី1អាលីហ្វឡាមរស្មើនឹង231បូកនឹងពាក្យបន្ទាប់450បូកនឹងពាក្យបន្ទាប់ទៀត412បូកនឹងពាក្យបន្ទាប់ទៀត454បូកនឹងពាក្យបន្ទាប់ទៀតគឺ133យើងចង់ដឹងថាស្មើនឹងប្រមាណអាចសាកគិតបន្តិចមើលគឺស្មើនឹង1680អញ្ចឹងពីអាយ៉ាត់នេះបូកចូលគ្នាគឺស្មើនឹង1680ហើយការបកស្រាយបែបគណិតវិទ្យាបន្តយ៉ាងណាទៀតអាចនឹងទៅវីដេអូក្រោយបើសិនបើបងប្អូនចាប់អារម្មណ៍ទៅលើប្រព័ន្ធនៃការសិក្សាអល់កុរអានដែលមានលក្ខណៈជាឲ្យជាតួលេខបានន័យថាយើងបានសិក្សាគម្ពីរអល់កុរអានជាអក្សរហើយបានទន្ទិញហើយយើងអាចនឹងបានរៀនសូត្រជាការបូកលេខមានការចងចាំលឿននៅលើពាក្យនីមួយៗដែលយើងយកលេខមកបង្កើននៅលើការចងចាំយើងបន្ថែមទៀតឧទាហរណ៍ថាដូចយើងសម្គាល់ថាអាលីហ្វឡាមរហ្នឹងស្មើនឹងលេខ231អញ្ចឹងអានេះវាជាការលើកឡើងរបស់ខ្ញុំហើយបងប្អូនដែលគាត់ចាប់អារម្មណ៍ឬក៏ចង់ឲ្យមានវីដេអូបន្ថែមលម្អិតទៀតតាក់ទងជាមួយនឹងចំណេះដឹងអល់កុរអានដែលតាក់ទងនឹងគណិតវិទ្យានេះខមមិនឲ្យពួកយើងដឹងអ៊ីនសាអល់ឡោះនៅពេលក្រោយយើងនឹងលើកយកនៅចំណេះដឹងនេះមកឲ្យបងប្អូនដើម្បីជាការបង្កើននៅផលប្រយោជន៍ទាំងអស់គ្នាអ៊ីនសាអល់ឡោះ